ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះមិនមែនជាការបង្កើនភាពតានតឹងនោះទេប៉ុន្តែផ្ទុយទៅវិញជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះតាមរយៈការចរចារវាងប្រទេសទាំងពីរក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិនេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរប៉ុន្តែជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិនិងដោយសុឆន្ទៈពិតប្រាកដខ្ញុំសូមបញ្ជាក់ថាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅក្រៅមនោសញ្ញា UNCLOS មិនមានន័យថាកម្ពុជាងាកចេញពីការសន្ទនានោះទេប៉ុន្តែផ្ទុយទៅវិញកម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខ័ណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរកម្ពុជានិងថៃនឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌និងយូរអង្វែងដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិនិងដែលអនុលោមតាមច្បាប់អន្តរជាតិ